វាជាក់ស្ដែងនៅពេលដែលយើងផុសទៅនៅពេលដែលយើងនិយាយទៅវាមានការជួយលើកទឹកចិត្តមានការវាយប្រហារប៉ុន្តែអាការលើកទឹកចិត្តហ្នឹងយើងអត់អីទេតែបើអាការវាយប្រហារឬក៏ការប្រមាថមើលងាយនៅក្នុងហ្នឹងតើយើងអាចជួយខ្លួនឯងបានអត់ប៉ុន្តែខ្ញុំអត់និយាយចំពោះអ្នកដែលគាត់ធ្លាប់មានជំងឺផ្លូវចិត្តនៅពេលដែលគាត់ជាហើយគាត់មកចែករំលែកបទពិសោធន៍ជីវិតគាត់នៅក្នុងបណ្ដាញសង្គមអាហ្នឹងខ្ញុំអត់និយាយទេតែអ្នកដែលកំពុងតែមានជំងឺផ្លូវចិត្តបើសិនជាអ្នកដែលគាត់ឆ្លងកាត់ជំងឺផ្លូវចិត្តគាត់បានជាសះស្បើយវាប្រៀបដូចជាបោសមិញដែលយើងទៅព្យាបាលមានន័យថាវាជាហើយអញ្ចឹងបើបោសនឹងជាហើយចង់គាត់ប៉ះទៅតិចតុកឬក៏យកដៃទៅស្ទាបយកដៃទៅប៉ះអីវាជាហើយវាអីវាមានស្បែកមានអីហើយអញ្ចឹងណាប៉ុន្តែបើសិនជានៅកំឡុងពេលព្យាបាលបើសិនជាទៅប៉ះគឺឆ្លងអញ្ចឹងអ្នកជំងឺផ្លូវចិត្តដូចគ្នាបើដឹងតែខ្លួនឯងកំពុងតែមានជំងឺផ្លូវចិត្តហើយកំពុងតែមានអារម្មណ៍ថាឈឺចាប់នៅឡើយទេកុំតន់អាលអញ្ចឹងរកប្រភពនៃការព្យាបាលឲ្យបានច្បាស់លាស់ព្រោះថ្នាំជួយយើងបានតាមរយៈអីបន្ទាប់មកនៅពេលដែលផ្ដាច់ថ្នាំយើងសាកល្បងខ្លួនឯងថានៅពេលដែលយើងអត់ថ្នាំរយៈពេល6ខែឬក៏រយៈពេល1ឆ្នាំឬអារម្មណ៍យើងនៅបុកទ្រូងយើងនៅបាត់បង់ក្តីសុខទៀតអត់ឬក៏យើងមើលទៅខ្លួនឯងបានជានៅហើយបើសិនជាយើងអត់ទាន់បាន100%ឬក៏នៅអត់ទាន់ស្រួលទេយើងព្យាយាមជួយខ្លួនឯងតាមរបៀបផ្សេងទៀតហើយកុំតន់អាលរំលឹកអារឿងនឹងមក